ខ្យល់ផាត់ក្បែរបេះដូងយប់យន្តត្រជាក់ខ្យល់ផាត់រយរាត្រីខណៈដែលភ្នំពេញចាប់ផ្ដើមសម្រាកលង់លក់ក្នុងភាពស្ងប់ស្ងាត់នៅក្នុងផ្ទះវីឡាទំហំមជ្ឈាមមួយក្បែរមាត់ទន្លេដុំភ្លេងពណ៌លឿងទុំនៅតែបំភ្លឺបន្ទប់ទទួលភ្ញៀវខណៈដែលឪពុកក្មេកលោកសុខាអង្គុយលើកៅអីដៃទុកមុខជ្រាវជ្រួញដោយសារភាពនឿយហត់និងអាការៈមិនស្រួលខ្លួនលោកមានអាយុជាង50ឆ្នាំហើយភរិយាបានលាចាកលោកទៅជាង5ឆ្នាំមកហើយចាប់តាំងពីពេលនោះមកគឺមានតែលោកនិងកូនប្រុសតែមួយគឺចន្ទ្រារស់នៅជាមួយគ្នាកូនប្រុសរបស់លោកបានរៀបការជាមួយសុភាបានជាង3ឆ្នាំមកហើយសុភាជាកូនប្រសាស្រីម្នាក់ដែលទាំងពូកែការងារផ្ទះទាំងចេះថែទាំក្រុមគ្រួសារបានយ៉ាងល្អយប់នេះចន្ទ្រាបានទៅធ្វើការនៅតាមខេត្តតាំងពីព្រឹកហើយរំពឹងថានឹងត្រឡប់មកវិញនៅស្អែកល្ងាចសុខាក៏ចាប់ផ្ដើមមានអារម្មណ៍វិលមុខឈឺក្បាលហើយដូចជាចាប់ផ្ដើមសាយដោយសារតែអាកាសធាតុប្រែប្រួលគាត់ចង់ឡើងទៅសម្រាកនៅលើគ្រែប៉ុន្តែខ្លួនប្រាណហាក់ដូចជាគ្មានកម្លាំងសោះប៉ាមិនក៏ប៉ានៅមិនតន់ចូលសម្រាកទៀតម៉ោងប៉ុណ្ណឹងហើយសំឡេងស្រទន់របស់សុភាបន្លឺឡើងពីបន្ទប់បាយនាងទៅនឹងលាងចានហើយរួចក៏ដើរចេញមកឃើញឪពុកក្មេកអង្គុយល្វើយប៉ាឈឺក្បាលវល់មុខបន្តិចកូនដូចជាចាប់ផ្ដាសាយហើយមើលទៅលោកសុខាឆ្លើយដោយសំឡេងស្អកស្អកសុភាដើរមកជិតគាត់ដាក់ដៃស្ទាបថ្ងាសរបស់គាត់ធ្នមអូយក្តៅអីក៏ក្តៅម្លេះប៉ាចាំខ្ញុំទៅយកប្រេងកូឡាមកឲ្យប៉ាស្អឹមមិនបាច់ទេកូនប៉ាចង់ចូលគេងហើយលោកសុខាព្យាយាមប្រកែកដោយមិនចង់រំខានកូនប្រសាស្រីអាចបានទេប៉ាបើប៉ាក្តៅបែបនេះខ្ញុំបារម្ភណាស់ចន្ទ្រាក៏មិននៅដែរបើប៉ាមិនថៃខ្ញុំកោកខ្យល់ឲ្យប៉ាបន្ទឹកទៅសូភានិយាយដោយទឹកមុខស្រទន់តែសម្ដីដាច់ណាត់ព្រោះនាងពិតជាបារម្ភពីសុខភាពរបស់ឪពុកក្មេកណាស់លោកសុខាស្ទាក់ស្ទើរមួយសន្ទុះតែដោយសារអាការៈមិនស្រួលខ្លួនពេកគាត់ក៏យល់ព្រមទាំងបង្ខំចិត្តអញ្ចឹងហើយតែបន្តិចទៅកូនសូភាញញឹមតិចរួចដើរទៅយកប្រេងកូឡាកាក់មួយនិងកន្សែងពោះគោស្អាតមួយនាងត្រឡប់មកវិញរួចសួរលោកសុខាប៉ាអាចដោះអាវបានទេខ្ញុំកោសខ្យល់ឲ្យប៉ានៅក្រោយក្នុងលោកសុខាស្ទើរជាថ្មីការដោះអាវនៅចំពោះមុខកូនប្រសាស្រីគឺជាអ្វីដែលគាត់មិនដែលបានធ្វើទោះសុផាជាកូនប្រសាល្អយ៉ាងណាក្តីក៏នាងនៅតែជាក្មេងស្រីម្នាក់ដែលមិនមែនជាភរិយាគាត់ដែរប៉ុន្តែដោយសារស្ថានភាពនិងការព្រួយបារម្ភរបស់សុផាគាត់ក៏ដកដង្ហើមធំរួចក៏យឺតទាញអាវយឺតរបស់គាត់ចេញពីខ្លួនរាងកាយផ្នែកខាងលើរបស់គាត់បង្ហាញចេញមកជាមួយនឹងសាច់ដុំដែលធ្លាប់មួនកាលពីក្មេងឥឡូវប្រែជាយាធ្លាក់ទៅតាមវ័យសុភាឃើញបែបនេះក៏មិនបានប្រតិកម្មអ្វីក្រៅពីទឹកមុខបារម្ភនោះទេនាងយកកន្សែងពោះគោមកដាក់នៅលើផ្លៅរបស់លោកសុខាដើម្បីកុំឲ្យប្រេងប្រឡាក់សម្លៀកបំពាក់ហើយឲ្យគាត់ងាកខ្នងមករកនាងប៉ាអង្គុយផ្អែកឲ្យស្រួលមកនាងនិយាយថ្នមរួចចាប់ផ្ដើមចាក់ប្រេងកូឡាដាក់លើបាតដៃរបស់នាងក្លិនប្រេងកូឡាឈ្ងុយស្រាលបក់ផាត់ក្នុងបន្ទប់សុភាញីប្រេងក្នុងបាតដៃនាងរួចចាប់ផ្ដើមលាបថ្នមលើខ្នងដ៏ធំរបស់លោកសុខាដៃទន់ល្មើយរបស់នាងបានប៉ះផ្ទាល់នឹងស្បែកដ៏ក្តៅអ៊ុនហឺហឺរបស់គាត់លោកសុខាព្រឺសម្បូរបន្តិចដោយសារតែភាពត្រជាក់នៃប្រេងលាយលំនឹងកម្ដៅពីដៃនាង
នេះជាលើកទី1ហើយដែលលោកមានអារម្មណ៍បែបនេះគឺការប៉ះពាល់ពីស្ត្រីម្នាក់ដែលមិនមែនជាភរិយារបស់លោកសូភីចាប់យកកាក់មកកោសយឺតទឺតពីកញ្ចឹងកចោះមកខ្នងសំឡេងកាក់កោសលើស្បែកឮសូរខ្សៅខ្សៅដៃរបស់នាងរំកិរចុះឡើងយ៉ាងស្រទន់ធ្វើឲ្យឈាមក្នុងខ្លួនលោកសុខាហាក់ដូចជាកំពុងហូរវិលជុំវិញយ៉ាងលឿនគាត់បានខកខាននៅអារម្មណ៍នៃការប៉ះពាល់បែបនេះអស់រយៈពេលជាយូរណាស់មកហើយពីដំបូងគាត់មានអារម្មណ៍ថាស្រួលខ្លួនដោយសារការកោសខ្យល់ប៉ុន្តែបន្តិចម្ដងអារម្មណ៍មួយផ្សេងទៀតក៏ចាប់ផ្ដើមលេចឡើងវាជាអារម្មណ៍រំភើបលាយលន់នឹងភាពអៀនខ្មាស់សូភាបន្តកោសខ្យល់ចុះឡើងដៃរបស់នាងបានអូសកាត់សាច់ដុំខ្នងរបស់គាត់ធ្លាក់ចុះទៅដល់ចង្កេះនាងសង្កាត់កាកថ្នមរួចកោសបញ្ច្រាស់ឡើងលើរាល់ពេលដែលដៃនាងរំកិលនាងហាក់ដូចជាប៉ះនឹងខ្សែជីវិតរបស់គាត់លោកសុខាបិទភ្នែកជិតព្យាយាមទប់អារម្មណ៍ដែលកំពុងហក់ឡើងដង្ហើមរបស់គាត់ចាប់ផ្ដើមផិតប៉ាស្រួលទេសុភាសួរដោយសំឡេងខ្សឹបក្បែរត្រចៀករបស់គាត់ក្លិនខ្លួនក្រអូបស្រស់របស់នាងបានផាត់ប៉ះនឹងច្រមុះរបស់លោកសុខាស្រួលណាស់កូនគាត់ឆ្លើយដោយសំឡេងល្វីសូភាក៏បន្តកោសខ្យល់នាងចាប់ផ្ដើមមានអារម្មណ៍ថារាងកាយរបស់លោកសុខាកំពុងប្រែប្រួលស្បែករបស់គាត់កាន់តែឡើងក្តៅជាងមុននាងក៏ចាប់ផ្ដើមមានអារម្មណ៍រំភើបប្លែកការប៉ះពាល់ផ្ទាល់ស្បែកបែបនេះធ្វើឲ្យអារម្មណ៍នាងក៏រសាត់អណ្ដែតតាមនាងជាស្ត្រីម្នាក់ដែលនៅវ័យក្មេងហើយប្តីរបស់នាងក៏មមាញឹកនឹងការងាររហូតនាងក៏ខកខាននៅភាពកក់ក្ដៅនឹងការយកចិត្តទុកដាក់បែបនេះដែរដៃរបស់សុភារំកិលទៅស្មារួចចុះទៅក្រោមទៀតប៉ះនឹងគល់ដៃរបស់គាត់នាងក៏យឺតលាតត្រដាងសរសៃឈាមនិងស្បែកដ៏ជ្រាវជ្រួញរបស់គាត់ជាមនុស្សប្រុសម្នាក់ដែលធ្លាប់មើលថែនាងតាំងពីនាងរៀបការចូលផ្ទះនេះដំបូងគាត់តែងតែមានភាពកោះក្ដៅចេះយោគយល់និងការពារនាងគ្រប់បែបយ៉ាងនាងគោរពគាត់ស្រឡាញ់គាត់ដូចជាឪពុកបង្កើតរបស់នាងប៉ុន្តែពេលនេះអារម្មណ៍មួយផ្សេងទៀតបានចាប់ផ្ដើមកើតឡើងនៅពេលដែលនាងកោសចុះមកដល់ចង្កេះវិញដៃរបស់នាងហាក់ដូចជាច្រឡំបន្តិចរំកិលចុះទៅក្រោមគៀកនឹងគល់ផ្លៅរបស់គាត់លោកសុខាព្រឺសម្បូរខុសពីធម្មតាគាត់បើកភ្នែកភ្លាមតែមិនបាននិយាយអ្វីឡើយគាត់នៅស្ងៀមទុកឲ្យដៃនាងបន្តរំកិលសុភាក៏ដឹងថាគាត់ដឹងតែនាងមិនបានដកដៃចេញទេនាងសម្លឹងមើលក្នុងរបស់គាត់រួចលែបទឹកមាត់ប៉ាឈប់កោសខ្យល់ហើយកូនលោកសុខាសួរដោយសំឡេងតិចនៅទេប៉ាសុភាឆ្លើយដោយសំឡេងញ័រនាងក៏ចាប់ផ្ដើមបែកញើសតិចនាងដាក់កាក់ចុះរួចប្រើបាតដៃទាំងមូលលាបប្រេងថ្នមពីចង្កេះចុះទៅក្រោមការលាបប្រេងនេះគឺគ្រាន់តែជាលេសតែប៉ុណ្ណោះដៃរបស់នាងបានប៉ះនឹងសាច់ដុំភ្លៅរបស់គាត់លោកសុខាលេបទឹកមាត់ឮសូរគ្រើបគាត់ងាកខ្លួនបន្តិចសម្លឹងមើលនាងភ្នែករបស់ទូបគ្នាបានជួបគ្នាក្នុងក្រសែភ្នែករបស់លោកសុខាគឺពោពេញទៅដោយភាពស្ទាក់ទើភាពអៀនខ្មាស់និងចំណងដែលបង្កប់យ៉ាងជ្រៅចំណែកឯសុភាវិញក៏មិនខុសពីគាត់ប៉ុន្មានដែរនាងថយនៅចំណងនោះហើយចំណងនោះក៏ហាក់ដូចជាបោកចូលមកក្នុងបេះដូងរបស់នាងដែរប៉ាសុភាហៅឈ្មោះគាត់ដោយសំឡេងខ្សឹបខ្សៀវស្ទើរតែស្ដាប់មិនឮលោកសុខាមិនបាននិយាយអ្វីឡើយគាត់បានងាកមកប្រឈមមុខនឹងនាងទាំងស្រុង
ដៃរបស់គាត់បានលើកឡើងថ្នមរួចប៉ះថ្ពាល់របស់នាងភាពត្រជាក់ពីបាតដៃរបស់គាត់បានធ្វើឲ្យរាងកាយនាងញ័រស្រាលបរិយាកាសក្នុងបន្ទប់ចាប់ផ្ដើមក្តៅឡើងដុំភ្លើរូបពណ៌លឿងទុំហាក់ដូចជាកាន់តែស្រអាប់ភាពស្ងប់ស្ងាត់បានរំពួតពួកគេខណៈដែលបេះដូងទាំងពីរកំពុងលោតញាប់រៀងខ្លួនចំណងហាមឃាត់ដែលបិទបាំងយ៉ាងជិតអស់រយៈពេលជាច្រើនឆ្នាំឥឡូវហាក់ដូចជាកំពុងតែរហែកចេញបន្តិចម្ដងសុភាលេបទឹកមាត់រួចងើបមុខឡើងសម្លឹងមើលគាត់ក៏បន្ទាបខ្លួនចោះធ្នមរហូតបបោមាត់របស់គាត់បានប៉ះនឹងបបោមាត់ដ៏ទន់ល្មើយរបស់នាងការថាបនេះគឺជាការថាបដែលពោពេញទៅដោយភាពស្ទាក់ស្ទើរភាពអៀងខ្មាស់ប៉ុន្តែក៏ពោពេញទៅដោយចំណងដ៏ជ្រាលជ្រៅដែលបានបង្កប់ទុកជាយូរមកហើយដៃរបស់លោកសុខាបានរំពាត់ចង្កេះនាងថ្នមរីឯសុផាក៏បានលើកដៃទាំងពីរអបកញ្ចឹងកក់របស់គាត់វិញភាពកក់ក្ដៅនិងភាពផ្អែមល្ហែមដែលពួកគេបានខកខានអស់រយៈពេលជាយូរនោះបានផ្ទុះឡើងក្នុងពេលតែមួយការកោសខ្យល់ដែលជាហេតុផលដំបូងបានប្រែក្លាយទៅជាចំណងស្នេហាហាមឃាត់មួយដែលពួកគេទាំងពីរមិនដែលនឹកស្មានដល់រាត្រីនោះបានកន្លងផុតទៅជាមួយភាពស្ងៀមស្ងាត់ពេលព្រឹកព្រលឹមបានចូលមកដល់សុភាភ្ញាក់ឡើងទាំងភ័យលហកព្រលឹងពេលនាងដឹងថានាងបានដេកលក់នៅក្នុងបន្ទប់របស់ឪពុកក្មេកនាងក្រោកឡើងយ៉ាងលឿនទាំងប្រញាប់រៀបចំខ្លួនលោកសុខានៅតែដេកលក់ស្រួលដោយសារតែអាការៈឈឺក្បាលរបស់គាត់បានបាត់អស់សុភាសម្លឹងមើលគាត់មួយសន្ទុះទឹកមុខនាងលាយឡំនឹងភាពអៀនខ្មាស់ភាពភ័យខ្លាចនិងអារម្មណ៍មួយដែលនាងមិនអាចបកស្រាយបាននាងបានធ្វើកំហុសមួយដែលមិនអាចអត់ឱនឲ្យបាននាងបានក្បត់ចន្ទ្រាជាប្តីរបស់នាងប៉ុន្តែនាងក៏មិនអាចបដិសេធបានថាភាពអែមល្ហែមនិងភាពកក់ក្ដៅកាលពីយប់មិញគឺពិតជារំលឹកឲ្យនាងនឹកនាខ្លាំងណាស់នាងចេញពីបន្ទប់យ៉ាងស្ងៀមស្ងាត់រួចក៏ទៅរៀបចំអាហារពេលព្រឹកដូចធម្មតាពេលលោកសុខាភ្ញាក់ពីគេងគាត់ចុះមកក្រោមហើយឃើញសុភាកំពុងរៀបចំម្ហូបភ្នែករបស់ទឹកភ្នែកបានជួបគ្នាជាថ្មីភាពស្ងៀមស្ងាត់បានគ្របដណ្ដប់លើបរិយាកាសក្នុងផ្ទះគ្មាននរណាម្នាក់និយាយអ្វីឡើយតែពួកគេទាំងពីរនាក់បានយល់ច្បាស់ពីគ្នាតាមរយៈកែវភ្នែកលោកសុខាអង្គុយចុះរួចចាប់ផ្ដើមញ៉ាំអាហារគាត់សម្លឹងមើលសុភាទាំងទឹកមុខលាយលំនិងភាពស្ដាយក្រោយនិងអារម្មណ៍កក់ក្ដៅមួយគាត់ដឹងថាអ្វីដែលបានកើតឡើងកាលពីយប់មិញគឺជារឿងខុសឆ្គងមួយប៉ុន្តែគាត់ក៏មិនអាចបំភ្លេចបាននៅអារម្មណ៍ដែលគាត់បានទទួលនោះដែររសៀលថ្ងៃបន្ទាប់ចន្ទ្រាក៏បានត្រឡប់មកពីខេត្តវិញគាត់ឃើញឪពុករបស់គាត់មើលតែស្រស់ថ្លាហើយសុភាក៏នៅតែជាភរិយាដ៏ល្អរបស់គាត់គ្មាននរណាម្នាក់ដឹងពីអ្វីដែលបានកើតឡើងកាលពីយប់មិញឡើយជីវិតរបស់ពួកគេបានបន្តទៅមុខដោយធម្មតាប៉ុន្តែសម្រាប់លោកសុខានិងសុភារឿងរ៉ាវកាលពីយប់មិញបានបន្សល់ទុកនូវស្លាកស្នាមជ្រៅនៅក្នុងបេះដូងរបស់ពួកគេដឹងថាពួកគេបានឆ្លងកាត់ចំណងហាមឃាត់មួយដែលនឹងត្រូវលាក់បាំងជារៀងរហូតខ្យល់ផាត់ក្បែរបេះដូងបានបន្សល់ទុកនូវភាពផ្អែមល្ហែមល្វីងជូរចត់ដែលនឹងគ្មានថ្ងៃរលត់បាត់ទៅវិញឡើយនិយាយអត្ថបទនេះដោយប្រើអារម្មណ៍ទន់ភ្លន់